សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺជាថ្ងៃថ្មីថ្ងៃល្អបាទនេះគឺជាសកម្មភាពដែលខ្ញុំជិះម៉ូតូទៅធ្វើការក៏ដូចជាសកម្មភាពមួយព្រឹករហូតដល់តែម៉ោងបាយដែលខ្ញុំដល់ពេលខ្ញុំសម្រាកអញ្ចឹងណាហើយនេះគឺផ្លូវដែលត្រូវជិះទៅរោងចក្របាទតែខ្ញុំអត់biếtទៅរោងចក្រអីទេសប្តាហ៍ថ្ងៃវាយើងសេដ្ឋកិច្ចយើងវារៀងអត់សូវដើរដល់ពេលអញ្ចឹងយើងត្រូវតែរកចំណូលបន្ថែមជួយគ្រួសារដើម្បីបង្កបង្កើតជីវភាពយើងឲ្យវាល្អប្រសើរជាងមុនណាហើយនេះគឺជាផ្លូវជាតិលេខ8ផ្លូវនេះបើជិះពីខាងជើងមកគឺមកពីព្រៃតំមាក់គឺមកដល់ឃុំវិហារសួរនេះគឺជាឃុំវិហារសួរហើយក៏ជាផ្លូវដែលត្រូវទៅរោងចក្រដែរបាទហើយគឺថាយប់មិញហ្នឹងគឺទុកសាច់តែម្ដងបាទអត់បានកាត់វីដេអូទេដោយសារតែយប់មិញយើងឡៃតែរៀបធុង monitor រៀបធុងកុំព្យូទ័រនឹងហើយនឹង monitor រៀបកន្លែងរៀប studio របស់យើងដើម្បី record សំឡេងទៅកុំឲ្យវាមានបញ្ហាហើយណាមួយយើងទៅឡើងកម្មវិធីថ្មីទៀតអញ្ចឹងយើងអត់ទាន់បានធ្វើវីដេអូតែឥឡូវនេះខ្ញុំថតពីសកម្មភាពខ្ញុំសិននៅពេលដែលខ្ញុំទៅធ្វើការនេះគឺជាវាស្រែបាទគឺនេះគឺផ្លូវកាត់ទេបើតែផ្លូវធំអាហ្នឹងគឺយើងជិះនៅផ្លូវលើជាតិតែនេះខ្ញុំចង់ជិះបែប relax ធម្មជាតិអញ្ចឹងណានេះគឺនៅនេះគេហៅភូមិវិហារសួរឃុំវិហារសួរស្រុកសាច់កណ្ដាលខេត្តកណ្ដាលហើយរោងចក្រនេះនៅ 7NG ឬក៏ពីមុនគេហៅថាឥឡូវហ្នឹងគេហៅថា 9NG ហើយពីមុនគេហៅ 7NG ដោយសារតែគេដូរឈ្មោះអញ្ចឹងណាអធិស្ឋានពុកម៉ែបងប្អូនដោយសារតែផ្លូវរៀងអលែអញ្ចឹងដៃម្ខាងកាន់កាមេរ៉ាដៃម្ខាងទៀតគឺបើកម៉ូតូអញ្ចឹងវីដេអូមានការរអាក់រអួលបន្តិចហើយដោយសារតែផ្លូវរឿងនេះវាអាលាក់ពេលនេះខ្ញុំមកដល់រោងចក្រខ្ញុំអត់ហ៊ានថតនេះទេព្រោះរោងចក្រគេឲ្យថតហើយនេះគឺជាម៉ោងបាយដែលខ្ញុំចេញមកបាយជាមួយនឹងបងប្អូនចំនួន2នាក់ដែលយើងមកបាយតាមផ្លូវធម្មតាបែបកម្មកររោងចក្រអញ្ចឹងណាហើយជាមួយខ្ញុំនឹងបង្ហាញផ្លូវដែលខ្ញុំដើរទៅក្នុងរោងចក្របាទនេះគឺជាផ្លូវដំណើរដើរចូលទៅក្នុងរោងចក្រខ្ញុំអបច្ចៈថារោងចក្រអីទេដោយសារតែកុំឲ្យប៉ះពាល់គេព្រោះអីអានេះយើងលួចថតទេយើងអត់ហ៊ានថតពេញលេញទេបាទគឺដើរតាំងភ័យដែរបាទដើម្បីចែកឲ្យបងប្អូនមើលថាជីវិតកសិករយើងឥឡូវវាមិនអញ្ចឹងបងប្អូនវីដេអូនឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណ